អរគុណសន្តិភាពអរគុណនយោបាយឈ្នះឈ្នះដឹងធំស្ថាបនិកមគ្គទេសឯកនិងប្រតិបត្តិអនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញជ័យយោគណៈបកប្រជាជនកម្ពុជាអបអរសាទរថ្ងៃ7មករាជាយោអបអរសាទរជាជំនះ7មករាជាថ្ងៃកំណើតទី2របស់ប្រជាជនកម្ពុជាចងចាំកុនត្រាចាជាប្រវត្តិសាស្ត្រតបសម្ដែងដែលចូលមកជាទទួលជាជំនះរំលំរបស់ខ្មែរក្រហមប្រឡ័យពូនសាំរំលឹកជាតិឲ្យរស់ឡើងវិញជាយោ7មករា1979ពីអ្នកកំពុងរងការសេសាំពីសង្គ្រោះជាតិកម្ពុជាមិនមកដល់អូដល់ព្រឹកឡើងដោយសម្ដេចអង្គាមហាសេនាបតីដេជោហ៊ុនសែនពីខណ្ឌពលពតឲ្យរលាយម៉ៃក្រហមពីនេះចាត់ចែងរំលងជីវិតប្រជាពលរដ្ឋជា5លាននាក់ជាជំនះ7មករាជូនជាខ្មែរយើងមិនអាចភ្លេចឡើងនោះអវជ័យ3ឆ្នាំ8ខែនឹង20ថ្ងៃគូខ្មែរកូនស្រីត្រូវចាំជាច្បាំងរបបពលពតខ្មែរក្រហមអប្រិយចង់រៃប្រឡ័យពូនសាំងខ្មែរសួរកំទាំងគ្មានចាំជាង3លានអ្នកត្រូវវាសំឡាប់ធ្វើតែរំលឹកកម្មយ៉ាងគូខឺបំអត់អាហារឲ្យតាំងពោះស្លាប់ចង់សាប់សេងយកទៅសំឡាប់បំអត់គ្មានចាក់បំបែកបំផាត់គ្រួសារអរគុណទេវតាប្រទានវិរិយបរមមកជួយខ្មែរជាយោទី2ជាជំនះ7មករា1979កំរាចាជាប្រវត្តិសាស្ត្រជាថ្ងៃកំណើតទី2របស់ប្រជាជនកម្ពុជាទាំងគ្មានចាំកូនខ្មែរគ្រប់ចំនួនត្រូវចងចាំឲ្យជាច្បាស់ប្រវត្តិសាស្ត្រប្រទិញជាអមតៈជាយោ7មករាសម្ដេចដេជោនិងសម្ដេចមហាបវរធិបតីខិនខំទាំងយំថ្ងៃរហូតដល់សំថ្ងៃមិនខ្លាចមួយហន់ដឹកនាំរាជរដ្ឋាភិបាលការពារសង្សវត្ថិភាពផ្ដល់មកលបសន្តិភាពពេញលេញជូនជាតិជូនប្រជាពលរដ្ឋអរគុណស្ថាបនិកមគ្គទេសឯកនិងប្រតិបត្តិការនយោបាយឈ្នះឈ្នះលុប7មក